ពិធីប្រកាសសេចក្តីសម្រេចតែងតាំងទទួលស្គាល់សមាជិកគណៈកិត្តិយសអនុសាខាស្រុករំដួលនាសប្តាហ៍កណ្ដងតនីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានបន្តធ្វើពិធីប្រកាសសេចក្តីសម្រេចតែងតាំងទទួលស្គាល់សមាជិកគណៈកិត្តិយសអនុសាខាស្រុករំដួលចំនួន7អង្គនាក់គណៈកម្មាធិការអនុសាខាចំនួន7នាក់និងក្រុមកាកបាទក្រហមឃុំចំនួន30នាក់សរុបចំនួន44អង្គនាក់ស្រីចំនួន4នាក់ដែលមានវត្តមានលោកជំទាវហើយច័ន្ទស្រីទី2ចៅភិរុនអនុប្រធានគណៈកម្មាធិការសាខានៅសាលប្រជុំសាលាស្រុករំដួលបន្ទាប់ពីលោកហែមស៊ីណាប្រធានគណៈកម្មាធិការអនុសាខាមានចំណាប់អារម្មណ៍និងរាយការណ៍ពីសកម្មភាពនានារបស់អនុសាខាស្រុករួចមកលោកសវណ្ណានាយកសាខាក៏បានអាននៅសេចក្តីសម្រេចទទួលស្គាល់សមាជិកគណៈកិត្តិយសគណៈកម្មាធិការអនុសាខាស្រុកក្រុមកាកបាទក្រហមឃុំដែលទើបតែប្រកាសទទួលស្គាល់ថ្មីក្នុងពិធីនោះដែរលោកជំទាវហើយច័ន្ទស្រីទី2ចៅភិរុនក៏បានកោតសរសើរចំពោះលោកស្រីនៅក្នុងក្រុមប្រឹក្សានិងគណៈអភិបាលស្រុកស្ថាប័ននានាជុំវិញស្រុកព្រះសង្ឃនិងក្រុមប្រឹក្សាឃុំដែលមានឆន្ទៈចូលរួមចែករំលែកពេលវេលាបម្រើក្នុងបុព្វហេតុមនុស្សធម៌ដោយស្ម័គ្រចិត្តនេះគឺជាកម្លាំងមនុស្សធម៌នៅថ្នាក់មូលដ្ឋានដើម្បីជាសេនាធិការឲ្យសាខារួមទាំងបានបញ្ជាក់ពីខ្លឹមសារសំខាន់អនុសាខាត្រូវអនុវត្តឲ្យបានសមស្របតាមយន្តការនៃការដឹកនាំការគ្រប់គ្រងតាមបែបវិមជ្ឈការផ្សារភ្ជាប់ទៅនឹងវិស័យស្នូលទាំង4របស់កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដោយយកចិត្តទុកដាក់ក្នុងការលើកកម្ពស់មូលដ្ឋានគ្រឹះសមត្ថភាពជំនាញនិងការបម្រើការងារឲ្យមនុស្សធម៌ត្រូវយកចិត្តទុកដាក់នៅចំណុចសំខាន់គឺបន្តចូលរួមលើកកម្ពស់ឧត្តមគតិមនុស្សធម៌ធ្វើការផ្លាស់ប្ដូរមុខមាត់របស់សហគមន៍លើកជ្រងវប្បធម៌សន្តិភាពអហិង្សាលុបបំបាត់ការរើសអើងគ្រប់ប្រភេទកសាងសមត្ថភាពសហគមន៍ពង្រឹងរចនាសម្ព័ន្ធនិងបណ្ដាញដែលពាក់ព័ន្ធបណ្ដុះវប្បធម៌ស្ម័គ្រចិត្តបង្កើនបំណិនជីវិតលើកកម្ពស់ភាពជាអ្នកដឹកនាំនិងសមធម៌ Gender នៅក្នុងសហគមន៍ការលើកកម្ពស់បន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុបដិញ្ញាដោះស្រាយផលវិបាកនានាដែលកើតមានឡើងចូលរួមក្នុងការត្រៀមបង្ការការឆ្លើយតបលើកកម្ពស់ជីវភាពការរស់នៅរបស់ជនងាយរងគ្រោះនិងជនដែលរងគ្រោះមហន្តរាយនានាបន្ទាប់មកសមាជិកទាំងអស់ក៏បានចូលរួមទទួលការផ្សព្វផ្សាយពីអត្ថន័យសកម្មភាពមនុស្សធម៌របស់ចលនាកាកបាទក្រហមអត្តចង្ក្រហមនិងសកម្មភាពចម្រុះវិស័យនៃកាកបាទក្រហមកម្ពុជាផងដែរ